ផ្លូវថ្មើរជើង Wall Street នឹងត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ពងពោះរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាថ្ងៃទី21 ខែមិថុនាខាងមុខនេះភ្នំពេញផ្លូវថ្មើរជើង Wall Street ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិបន្ទាប់ពីដំណើរការជាបណ្ដោះអាសន្នអស់ជាង4ខែនឹងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី21 ខែមិថុនាឆ្នាំ2025ខាងមុខនេះក្រោមអធិបតីភាពដ៏ពងពោះរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតគម្រោងនៃការបើកសម្ពោធផ្លូវថ្មើរជើង Wall Street ជាផ្លូវការនេះបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធនាព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025នេះក្រោមអធិបតីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញឯកឧត្តមខួងស្រេងបានលើកឡើងថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូសម្ពោធដែលឲ្យប្រើប្រាស់ជាផ្លូវការហើយដោយឡែកការត្រៀមលក្ខណៈសពបែបយ៉ាងទាំងកិច្ចការសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំកម្ពុជាដោយគិតទាំងការរៀបចំអនាម័យបរិស្ថានការសម្ដែងសិល្បៈឲ្យធំឡើងប្រសើរជាងមុនដែរសំខាន់ទីតាំងលើផ្លូវថ្មើរជើង Wall Street ដែលខាងត្រូវតែស្អាតនិងមានបរិស្ថានល្អឯកឧត្តមខួងស្រេងបានបន្ថែមថាកិច្ចការងារនេះនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀតជាមួយនឹងការរៀបចំក្រុមការងារដើម្បីរៀបចំការផ្សព្វផ្សាយព័ត៌មាននិងបែងចែកភារកិច្ចគ្នាឲ្យបានច្បាស់លាស់ការរៀបចំតុបតែងភ្លើងពណ៌ចម្រុះនិងសម្អាតបរិស្ថានជាដើមសូមជម្រាបថាផ្លូវថ្មើរជើង Wall Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញឲ្យដំណើរការសាក់លបងកាលពីថ្ងៃទី1 ខែកុម្ភៈឆ្នាំ2025នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង6 ល្ងាចរហូតដល់ម៉ោង11 យប់នៅតាមបណ្ដោយវិថីសុវត្ថិស៊ីសុវត្ថិចាប់ពីវិថីបាក់សីចាំក្រុងផ្លូវលេខ94រហូតដល់មុខអបអារម្មណ៍រាជវាំងស្ថិតនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ